ពុកម៉ែបងប្អូនណាខ្លះដូចខ្ញុំមានថៃខកំប៉ុងអត់ដឹងឆ្នៃធ្វើអីជាតែគាស់ភ្លាមហូបភ្លាមទេអត់ដឹងថាត្រូវធ្វើអីចឹងអាចមើលវីដេអូនេះពីដើមដល់ចប់បានណាពុកម៉ែបងប្អូនអរគ្នាពុកម៉ែបងប្អូនអរគ្នាគាត់តែមានស្បែកកញ្ញាញពីរគល់គឺអាចធ្វើថៃខនឹងបានឡើងមួយឆ្ងាញ់បានហើយថៃខយើងពីប៉ងមកពងមាន់យើងពីគ្រាប់មកពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានស្បែកកញ្ញាញមានតែសាឡាត់ក៏បានដែរពុកម៉ែបងប្អូនទាំងអស់គ្នាទៅហូបបានដូចគ្នាណាពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីមើលគ្រឿងផ្សំហើយពុកម៉ែបងប្អូនទាំងអស់គ្នាកាត់ស្ពៃយើងទៅលាងទឹកស្អាតឲ្យស្អាតហើយទុកទៅមួយខាងទៅហើយដាក់ខ្ទះឡើងមកចាក់ខ្លាញ់ចូលបន្តិចហើយតមកពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ខ្ទឹមសចូលហើយយើងលីងវាពុកម៉ែបងប្អូនទាំងអស់គ្នាគឺលីងវាឲ្យឡើងក្រហមជើងខ្វាំងទៅបន្ទាប់មកទៀតគឺយើងក៏ចាក់ស្ពៃកញ្ញាញដែលយើងកាត់លាងសម្អាតហើយនឹងចាក់ចូលហើយយើងក៏ត្រឡប់ចាស់ត្រឡប់ឡើងឲ្យស្ពៃកញ្ញាញហ្នឹងវារៀងឆ្អិនបន្តិចហើយពុកម៉ែបងប្អូនទាំងអស់គ្នាគឺចាក់ត្រីខកំប៉ុងយើងចូលទៅណាពុកម៉ែបងប្អូនទាំងអស់គ្នាចាក់ត្រីខកំប៉ុងយើងចូលហើយយើងត្រឡប់ដើម្បីឲ្យបន្លែយើងនឹងវារៀងឆ្អិនតិចទៅហើយបន្តមកទៀតពុកម៉ែបងប្អូនទាំងអស់គ្នាបង់រ៉តឌីទៅបង់រ៉តឌីបន្តិចស្ករបន្តិចទៅហើយពុកម៉ែបងប្អូនទាំងអស់គ្នាទុកវាមកពុះឡើងវិញហើយបន្តមកទៀតពុកម៉ែបងប្អូនទាំងអស់គ្នាភ្លក់ចាប់វាបន្តិចទៅវាមកល្មមឆ្ងាញ់តាមចំណូលចិត្តឬក៏ត្រូវមកពុកម៉ែបងប្អូនទាំងអស់គ្នានៅបើសិនជាវានៅទេវានៅស្ទើរអីចឹងគ្រឿងអីចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចថែមថយតាមនឹងទៀតទៅណាពុកម៉ែបងប្អូនទាំងអស់គ្នាសូមប្រាប់ពុកម៉ែបងប្អូនបន្តិចថៃខយើងត្រឡប់មួយស្ពៃកញ្ញាញ់ហ្នឹងត្រឡប់សុបួរយ៉ាត់បែកសាច់ត្រីពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារសាច់ត្រីខកំប៉ុងយើងវាឆាប់បែកណាត្រីខកំប៉ុងយើងត្រឡប់មួយស្ពៃកញ្ញាញ់ហ្នឹងវាមិនមែនឆាប់បែកទេវាបែកសាច់ត្រីបែកសាច់ត្រីខយើងបងប្អូនទាំងអស់គ្នាដោយសារសាច់ត្រីខហ្នឹងវាឆ្អិនវាផុយស្រាប់ហើយយើងត្រឡប់អត់ស្រួលវាវល់ពេញនឹងហ្មងពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលយើងខំទៅក៏វាអត់ឆ្ងាញ់តាមនឹងដែរណាបន្ទាប់ពីពុកម៉ែបងប្អូនភ្លក់ធ្វើគ្រឿងតាមចំណង់ចំណូលចិត្តហើយពងមាន់យើងពីគ្រាប់សាគូដាក់ចូលហ្នឹងយើងគួរដាក់វាចូលឲ្យហើយទៅណាពុកម៉ែបងប្អូនទាំងអស់គ្នាគួរវាដាក់ចូលឲ្យហើយទៅហើយយើងវាឲ្យបែកពងមាន់យើងហ្នឹងឲ្យវាបែកទៅវាដើម្បីឲ្យទឹកត្រីខយើងហ្នឹងវាឡើងខាប់បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានទឹកម្ទេសដាក់ទឹកម្ទេសចូល2ស្ពាយបាយអីទៅឲ្យវាហិតមានជាតិឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារខ្ញុំអត់មានទឹកម្ទេសខ្ញុំប្រើតែពងមាន់ប៉ុណ្ណឹងទៅបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានទឹកម្ទេសអាចថែមបានណាពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យវាថែមរសជាតិរៀងខាងតិចតិចបានឆ្ងាញ់ណាពុកម៉ែបងប្អូនទាំងអស់គ្នានិយាយរួមទៅគឺថាធ្វើត្រីខកំប៉ុងយើងហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងគ្រាន់តែដាក់ពងមាន់ហើយយើងច្រោកចុះច្រោកយ៉ាងឲ្យពងមាន់ដែលយើងដាក់ហ្នឹងវាឆ្អិនសព្វល្អទៅគឺថារួចជាការស្រេចយើងអាចហូបបានហើយណាពុកម៉ែបងប្អូនទាំងអស់គ្នាចំណែកឯខ្ញុំវិញពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យតែបានត្រីខកំប៉ុងអញ្ចឹងដឹងអស់បាយច្រើនណាព្រោះចូលចិត្តត្រីខកំប៉ុងដាក់មួយពងទាបន្លែទៅគឺហូបទៅឆ្ងាញ់មានជាតិល្អណាពុកម៉ែបងប្អូនទាំងអស់គ្នាអើយហើយពុកម៉ែបងប្អូនទាំងអស់គ្នាណាចូលចិត្តត្រីខកំប៉ុងដូចខ្ញុំត្រឡប់អញ្ចឹងអាចចូលខមមិនខាងក្រោមវីដេអូនឹងបានណាវីដេអូនឹងគឺមានតែប៉ុណ្្នឹងបន្តិចចាអរគុណដែលមើលវីដេអូនេះពីដើមដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀតណាចា